ពូជគោមួយចំនួនមិនត្រឹមតែជាពូជដែលពោរពេញដោយកម្លាំងនោះទេក៏ប៉ុន្តែវាគឺជាពូជគោមួយប្រភេទដែលមានសាច់ដុំអស្ចារ្យខ្លាំងមែនទែនទី5ពូជគោ Limousin គឺជាប្រភេទពូជគោដែលមានកម្លាំងខ្លាំងមែនទែនដោយសារការបង្កាត់ពូជមួយនេះគឺពោរពេញទៅដោយសាច់ដុំខ្លាំងមែនទែនហើយមើលទៅវាស្រស់ស្អាតនិងសង្ហាវាបានផ្ដល់ទិន្នផលសាច់ច្រើនខ្លាំងមែនទែនសម្រាប់លេខ4គឺពូជ Charolais ពូជ Charolais នេះគឺជាពូជគោសហើយមានរោមស្អាតខ្លាំងមែនទែនលេខ3គឺជាគោ Belgian Blue ដែលគេបង្កាត់មកមានរូបរាងកាយដូចជាអ្នកហាត់ប្រាណអញ្ចឹងវាសាច់ដុំវាកង់ស្អាតមែនទែនសម្រាប់លេខ2គឺពូជ P Montes គឺជាពូជគោមកពីប្រទេសអេស្ប៉ាញបាទសាច់ពោរពេញទៅដោយសាច់ដុំនិងរូបរាងស្រស់សង្ហានិងសុខភាពល្អខ្លាំងមែនទែនវាត្រូវបានឆ្លងកាត់ហ្សែនេទិកជាច្រើនដំណាក់កាលទម្រាំបានរូបរាងបែបហ្នឹងណាបងប្អូនទាំងគ្នារីឯគោលេខ1ដែលជាគោដ៏មានសាច់ដុំនិងរូបរាងស្រស់ស្អាតគឺ Simmental 5បាទ Simmental 5នេះគឺជាប្រភេទគោដែលប្រកាសជាមួយនឹង Simmental ជាមួយនឹង Brahman របស់យើងបាទហើយវាចេញរូបរាងបែបនេះពិតជាស្រស់ស្អាតអត់មានបោកហើយពណ៌វាស្អាតដិតល្អខ្លាំងមែនទែនបងប្អូន